Tùm niềm đã bạ cả nòng mót manu slap hết vậy bán chỉ kỳ bóng bạ cả nòng mót manu slap tỏ một đáp rương đồng nào từ ở khnia đối tỏ tử miễn bồ rò mà nè luôn nơi chỉ môi bồn khật khó mơ rọc xì tăng bị khmền rồi hốt đào trà sẵn xóm miết bán mùi bạc tại mình miễn côn mà nè sọ thắt ngay mùi bộ quạt bán vào đây đam khnia từ vĩnh từ một thả nửa bế đen nè nam mà nè slap mồn mà nè tiết trời giót miên đấy đã không mót nè nụ trong này tò một mình du bồn màn bộ rò nụ bàn slap muốn propon có giót miết đã không mót rồi bỏ sọp ở đây tam bọn đám nụ tử bọn tài không bế bố chia sọp miết bán rồi lý bát khla nơi sao tại bay lắng bọn nọ kia mùi nụព្រះមហាក្សត្រទ្រង់តាត់ប្រទេសលោកលុនក៏ចេញព្រះរាជអាជ្ញាឲ្យរៃមាសក្នុងមួយផ្ទះចំនួន1បាតជាកំហិតយាយជាប្រពន្ធរបស់ខ្មោចតាបានយកមាស3ស្លឹកនោះទៅថ្វាយព្រះមហាក្សត្រហើយក្រាបទូលថាក្រាបទូលប្រកូនណាពីដើមមាសនេះគ្រប់ចំនួន1បាតតែខ្ញុំម្ចាស់បានយកវាទៅបង់ក្នុងមាត់ប្តីក្នុងពេលដែលគាត់ស្លាប់ដោយគាត់យកវាទៅមិនបានវាក៏រលាយក្នុងភ្លើងអស់ខ្លះទៅនៅសល់តែប៉ុណ្នេះទេសូមព្រះករុណាអាណិតអ្នកទាល់ក្រផងចុះខ្ញុំម្ចាស់មិនអាចទៅរកមាសឲ្យគ្រប់ចំនួនមកថ្វាយព្រះអង្គបានឡើយព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ហើយក៏នឹកអាណិតស្លុតប្រតិយទើបទ្រង់ប្រកាសឲ្យឈប់រៃមាសពីបណ្ដារាស្ត្រតទៅទៀតឃើញដូចនោះបណ្ដារាស្ត្រនាំគ្នាជឿថាប្រាក់ឬមាសដែលគេបង់ក្នុងមាត់ខ្មោចមានអំណាចទៅលើទឹកចិត្តរបស់មនុស្សគ្រប់រូបមិនថារាស្ត្រឬស្ដេចឡើយចាប់ពីពេលនោះមកគេក៏នាំគ្នាធ្វើរបៀបនេះរហូតដល់កើតទៅជាទំនៀមនេះឡើងប៉ុន្តែក្រៅពីរឿងខាងលើក៏មានការបញ្ជាក់មួយផ្សេងទៀតផងដែរថាបានជាអ្នកប្រាជ្ញពីបុរាណឲ្យយកមាសឬប្រាក់ដាក់ក្នុងមាត់សពពីព្រោះពួកគាត់ចង់ឲ្យមនុស្សគ្រប់រូបពិចារណាថាមនុស្សយើងអាចយកសម្បត្តិទៅតាមខ្លួនបានតែក្នុងវេលាមានជីវិតប៉ុណ្ណោះកាលបើយើងស្លាប់ហើយយើងមិនអាចយកវាទៅតាមខ្លួនបានឡើយ